សត្រូវទឹង8បានសុខសួស្ដីដោយប្រាថ្នាដោយផ្ទាល់ព្រះអង្គដើម្បីចាប់ខ្លួននឹងកំទេចស្ដេចកនព្រះស្រីជេថានិងក្រុមខ្លួនខំវាយទម្លុះរត់ចូលទៅក្នុងបន្ទាយស្រឡប់ពីជ័យដែលទីបំផុតបន្ទាប់ពីបានតស៊ូ3ខែមកទ័ពព្រះស្រីជេថាបានទទួលបរាជ័យចំណែកមេទ័ពបានយាងមកគង់នៅឯរាជធានីថ្មីនៅឯឧដុង្គដែលស្ដេចក្រោយៗមកទៀតគឺសិតតែគង់នៅក្រុងឧដុង្គនេះដូច្នេះហើយនេះជាហេតុផលដែលធ្វើឲ្យអ្នកប្រវត្តិទូដែលសិក្សាពីប្រវត្តិសាស្ត្រខ្មែរពីច្រើនក៏បានកំណត់យកឆ្នាំ1620គិតគឺជាឆ្នាំដែលចាប់ផ្ដើមនៃសម័យឧដុង្គជាការពិតបងប្អូននៅក្នុងសម័យឧដុង្គគឺជាសម័យកាលដែលគេចាត់ទុកថាវាខ្លាំងងឹតខ្លាំងមែនទែនដោយសារតែពេញមួយសម័យកាលនេះវាពោរពេញទៅដោយការដណ្ដើមរាជសម្បត្តិរវាង
ពេលរាត្រីបានជួបផ្លាយគូសង្សារនាងគឺជាវាសនាដែលបានសាងពីពុំពីចិនសុំគាល់ថាអងខ្វល់លែងរីរីមកមិនបាយចិនទេមេចូលចងចាំមុនដូចនាវីតាតាមយតាបនំទៅឆ្ងាយព្រោះរូបអូនសោភាមានលក្ខណៈសែនឆាតឆាយកូនអើយបងសប្បាយព្រួងបងបានតែប៉ុនលោកដូចបំណងមកធ្វើជាគូក្រលោកគ្រាអវសាចិត្តខ្មែរចិត្តមិនមែនខ្មៅមិនមែនល្ងងក្លៅដេញចាំតែស្លាប់បងប្អូនចិត្តខ្មែរចិត្តមិនមែនខ្មៅមិនមែនល្ងងក្លៅដេញចាំតែស្លាប់ឃើញខ្មែរមានទុកចិត្តខ្មែរឈឺចាប់ច្រើនហួងរីរាប់ប្រាប់ក៏មិនអស់ចិត្តខ្មែរមានក៏ទៀនចោតែមួយបាត់ខ្មែរទុំព្រួយរួមគ្នាស្រណងជាតិខ្មែរមានក៏ទៀនចោតែមួយបាត់ខ្មែរទុំព្រួយរួមគ្នាស្រណងអាឡ័យអាណិតហើយចិត្តណាំងស្មងសុខចិត្តស្លាប់រួងគ្រងតែជា
ព្រឹកអតែមួយឆ្លំអើយឆ្លំស្រែមអូនណាយឆ្លងកាយគូដាងនៅទន្ទឹងស្រែមអូនណាយឆ្លងកាយគូដាងនៅទន្ទឹងអូនណាសន្ទឹងSince 2021 via the Huion Group of Firm, sanctioned by the U.S. for corruption and money laundering. 4.3 Sanctions and international scrutiny. The U.S. imposed sanctions on Lai Yong-fat, a senior CPP-linked tycoon and Hun Sen's personal advisor, for alleged trafficking and cyber scam center abuses under the Global Magnitsky Act. The U.S. Treasury cited labor exploitation, forced reselling of victims, electric shocks, and deaths within scam operations. Many Okay, this wasn't a democratic handover, it was dynastic succession. We've had peace, stability, and growth. Now, it's time for the next generation, Hun Sen said. But critics saw this as father-to-son luxury. In many rural areas,
Children, some under 10, must work full-time to support their families. Only 45% of working children still attend school. Tuition and informal fees mean that education comes with a cost.